bạn số đây từ đó bốn sa sa nó sa thằng tí bạc pi từng học này bạn ngày ní xóa công bốn một riêng tam YouTube cho môi năng lực cũ nó mề riêng tí bạn mề riêng trong phục thị buôn cứ sập biệt bạn mề riêng tí mũi nó bao giờ ngày ní cứ sập biệt này ở thiệt riếu video tí mũi được cập hiện mũi chẳng nó không sẽ phục bom sắc xa tham ai bao giờ cứ mề riêng ní lúc đó sang tranh pi tụm po tí chất sập bạc mũi đó ai lâu dương từ mớ trong đợt lên mùiสัญญาณสัมเปียดbạn chẳngสัญญาณสัมเปียดนี้คือจังไอ้ปนดังคลาของปีสัมเปียดbạn taสัมเปียดวิอาศัยแต่ละไอ้bạnต่อแล้วปนสะสมัยเมื่อเราไปแต่ปนดาเลือโผหรือก็ดาเลือซัดจีมวยหนังสบายเจิงหายหนังจีมวยบันแตกก็ได้bạnปนสะสมัยเมื่อตามวยนะวิถีไอ้ยังเล็กเราจีมวยน่ะchẳng ca đại dương ca đại thua dương lịch đấu anh nắng cứ sầm kịch thòng bạn chẳng nó không trong lệnh ní khi chẳng đại dương đằng tha ta sầm piết asrai nó ta ở vậy là bạn chẳng trong lái sầm piết asrai nó ta bị giang thì mỗi cứ tụng muốn rư co cầm lăng sầm cót bạn thì pi cứ tây rong này cầm lăng sầm cót bạn bạn trên chỗ đó trong lệch mùi chuột muối mà nâng tầm nguồn bạn chỉ tu tấu cứ dương tay trở lòng bị mà hay nâng tầm nguồn về đôi chân này ta bất mà hay tầm nguồn đấy cứ ở đôi chân tề bạn mà hay tầm nguồn cứ ở đôi chân tề cái này dương dễ bị mà trong sầm đào tờ lờ mà cứ chia parimanในรูปធាតុដែលមានក្នុងវត្ថុឬអង្គធាតុមួយហើយขนาดរបស់ម៉ាស់គឺគិតជាគីឡូក្រាមចឹងនៅពេលដែលបងថ្លឹងអីមួយប្រើចិញ្ចិញអាហ្នឹងគឺម៉ាស់ទេមិនមែនជាទម្ងន់ទេណាដែលកន្លងមកយើងតែងតែច្រឡំថាអូវាជាទម្ងន់តែពិតគឺម៉ាស់ទេขนาด standard របស់វាគឺគីឡូក្រាមហើយចុះអ្វីទៅជាទម្ងន់បាទនេះជាទម្ងន់គឺជាកម្លាំងទំនាញរបស់ផែនដីលើវត្ថុឬអង្គធាតុណាមួយចឹងขนาดរបស់ទម្ងន់គឺ Newton បាទអញ្ចឹងកាលណាយើងនិយាយពី Newton ឬក៏យើងនិយាយពីទម្ងន់គឺចង់សំដៅទៅលើកម្លាំងហើយขนาด standard របស់វាគឺ Newton បាទរូបមន្តទម្ងន់តាំងដល់អក្សរ W របស់យើងគឺស្មើ mg បាទអញ្ចឹងកន្លែងហ្នឹងគឺគុណអូនណា W ស្មើ m គុណឲ្យ g ឬក៏ m គុណឲ្យ z បាទដែល m នេះតំណាងឲ្យ mass ขนาด standard របស់យើងគឺជាគីឡូក្រាមចំណែក Z នេះឬក៏ G នេះជាសន្ទុះទំនេញដីដែលមានขนาดគិតជា Newton ក្នុង1គីឡូក្រាមចំពោះ W គឺជាទម្ងន់នេះគឺយើងមានขนาดគិតជា Newton បាទអញ្ចឹងលោកសូមបញ្ជាក់បន្តិចបាទអញ្ចឹងកាលណាយើងនិយាយពី W គឺស្មើ mg មានន័យថាយក m គុណនឹង g ចុះបើសិនជាអូនចង់បាន m តើធ្វើបែបណាបាទហើយចង់បាន g យើងធ្វើបែបណាបាទអញ្ចឹងបងប្អូនអាចទាញតាមត្រីកោណនេះបានបាទខាងលើគឺ W ណាបាទនេះ W អានេះ M អានេះ G បាទអញ្ចឹងបើសិនជាយើងចង់បានទម្ងន់គឺចង់បាន W យើងយក M គុណនឹង G ហើយបើសិនជាអូនចង់បាន M វិញគឺយើងបាន W ចែកនឹង G ឬក៏ W ចែកនឹង Zហើយបើអូនចង់បាន Z វិញគឺយើងយក W ចែកនឹង M បាទចំពោះ Z នេះគឺជាសន្ទុះទំនេញរបស់ផែនដីអញ្ចឹងសន្ទុះទំនេញរបស់ផែនដីជាទូទៅមានតម្លៃស្មើ 9.80 ជាងអូនបាទអញ្ចឹងនៅក្នុងសភៅថ្នាក់ទី7នេះគឺយើងយក10តែម្ដងបាទនេះតម្លៃវាពិតប្រាកដគឺចន្លោះ 9.8 ជាងអញ្ចឹងប៉ុន្តែនៅក្នុងការប្រើប្រាស់សម្រាប់ថ្នាក់ទី7គឺយើងយក10បាទគឺអាចយក10បានតម្លៃវាណាប្រហែលជា10 Newton ក្នុង1គីឡូក្រាមបាទអញ្ចឹងនៅពេលដែលគេឲ្យយើងប្រើនៅពេលដែលបងអូនប្រើគណនារូបមន្តទម្ងន់ពាក់ព័ន្ធនឹងអក្សរ G នេះបងអូនយកវា10 Newton ក្នុង1គីឡូក្រាមមកប្រើតែម្ដងបាទតោះឥឡូវយើងចូលផ្នែកមួយទៀតបាទនេះបាទសំណួរ
បាទពេលអ្នកឈរនិងពេលដើរតើមួយណាមានសម្ពាធទៅលើផ្ទៃដីធំជាងចូលបញ្យលបាទអញ្ចឹងដើម្បីបញ្យលនៅសំណួរនេះបានអូនត្រូវដឹងថាសម្ពាធអាស្រ័យលើកត្តាពីរយ៉ាងទី1គឺទម្ងន់ឬក៏កម្លាំងសង្កត់ទី2គឺផ្ទៃរងអញ្ចឹងអូនសាកសម័យមើលតើពេលយើងដើរហើយពេលយើងឈរហ្នឹងតើក្នុងចំណោមពីរហ្នឹងមួយណាប្រែប្រួលជាទូទៅទម្ងន់យើងអត់ប្រែប្រួលទេយើងដើរទៅណាទម្ងន់យើងគឺនៅដដែលអញ្ចឹងអ្វីដែលប្រែប្រួលគឺផ្ទៃរងបាទអញ្ចឹងនៅពេលដែលបងដើរផ្ទៃរងប្រែប្រួលខុសពីពេលអូនឈរព្រោះអូនឈរយើងឈរជើង2ប៉ុន្តែពេលដើរជើងតែមួយទេអញ្ចឹងចម្លើយបាទនេះបាទចឹងចម្លើយគឺពេលដើរមានសម្ពាធធំជាងមូលហេតុគឺពេលដែលយើងដើរយើងជើងម្ខាងអញ្ចឹងជើងម្ខាងមានផ្ទៃរងតូចអញ្ចឹងកាលណាផ្ទៃរងតូចនាំឲ្យសម្ពាធធំបាទយល់ហើយហ្នឹងហើយបងប្អូនតោះចឹងបន្តទៅទី2សំណួរគេសួរថាតើសម្ពាធអាស្រ័យនឹងកត្តាអ្វីខ្លះបាទចឹងចម្លើយបាទសម្ពាធអាស្រ័យនឹងកម្លាំងសង្កត់ឬក៏ទម្ងន់ហ្នឹងហើយនឹងផ្ទៃរងបាទអញ្ចឹងសម្ពាធអាស្រ័យលើកត្តាពីរហ្នឹងបាទអូខេណាយើងបន្តទៅលេខ3បាទលេខ3ជាលំហាត់គេឲ្យយើងគណនាទម្ងន់នៃអង្គធាតុមួយដែលមានម៉ាស់40គីឡូក្រាមអញ្ចឹង40គីឡូក្រាមនោះគឺតាំងឲ្យម៉ាស់អញ្ចឹងម៉ាស់គឺយើងតាំងដល់អក្សរ m អញ្ចឹងលំហាត់នេះគេប្រាប់ m ហើយបន្ទាប់មកគេឲ្យយើងរកទម្ងន់គឺ W ណាអញ្ចឹងលំហាត់នេះគេឲ្យយើងរក W បាទអូខេអញ្ចឹងដើម្បីរក W បានគឺអូនប្រើតាមរូបមន្តត្រង់តែម្ដងគឺបាទ W ស្មើ mg នេះហើយយើងយក m ចុះចូលមក m របស់យើងគឺ40នោះគីឡូក្រាមបាទសូមថែមគីឡូក្រាមបន្តិចបាទហើយ g ហ្នឹងគឺ10ញូតនក្នុង1គីឡូក្រាម g យកប៉ុណ្ណឹងរហូតមកអូនណាបាទអញ្ចឹងនាំឲ្យយើងបាន W ស្មើជាមួយនឹង m អូនចំនួនដោយលេខបាទ40សញ្ញាគុណ g អូនចំនួនដោយលេខ10អញ្ចឹងចម្លើយគឺឃើញ40ហើយຂະຫນາດ standard របស់ទម្ងន់គឺញូតនអញ្ចឹងដូចនេះ W របស់យើងគឺស្មើ400ញូតនបាទនេះសម្រាប់លំហាត់ទី1តោះយើងបន្តទៅលំហាត់មួយទៀតបាទបុរសម្នាក់មានទម្ងន់800ញូតនអញ្ចឹង800ញូតននេះគឺ W ណាលំហាត់នេះគេប្រាប់ W គណនាម៉ាស់របស់គាត់អញ្ចឹងមានន័យថាគេរក m បាទអញ្ចឹងប្រាប់ W ហើយឲ្យរក m វិញបាទអញ្ចឹងចម្លើយបាទគណនាម៉ាស់របស់បុរសតាមរូបមន្ត W ស្មើ mg នេះជារូបមន្តដើមហើយអូនចង់បាន m អូនមើលទៅអញ្ចឹងអូនត្រូវយក W ចែកនឹងអក្សរ g បន្ទាប់អូនត្រូវយកលេខចំនួនចូលណាបាទ W អូនចំនួនលេខដោយលេខ800ហើយ g អូនចំនួនដោយលេខ10អញ្ចឹងយើងបាន800ចែក10ចឹងចម្លើយគឺឃើញ80ຂະຫນາດ standard របស់ម៉ាស់គឺគីឡូក្រាមអញ្ចឹង80នេះគឺជា80គីឡូក្រាមអូខេឥឡូវនេះយើងបន្តមើលលំហាត់មួយទៀតគឺបាទលំហាត់ទី3ប៉ុន្តែនៅក្នុងនេះគឺចូលលេខ5មកព្រោះមិញលោកគ្រូរៀនសំណួរអស់2សំណួរណាបាទបើដុំឥដ្ឋមួយមានម៉ាស់300ក្រាមគណនាទម្ងន់របស់វាអញ្ចឹងលំហាត់នេះរកទម្ងន់មានន័យថាគេឲ្យយើងរក W អញ្ចឹងដើម្បីរក W គឺយើងប្រើរូបមន្ត m គុណនឹង g ប៉ុន្តែ m របស់យើង300ក្រាមអូនត្រូវបដូរຂະຫນາດទៅជាគីឡូក្រាមផងពីព្រោះຂະຫນາดម៉ាស់ត្រូវតែគិតជាគីឡូក្រាមអញ្ចឹង300ក្រាមបែកទៅគីឡូក្រាមអូនយក300ចែកនឹង1000អញ្ចឹងយើងបាន 0.3 g នៅដដែលអញ្ចឹងនាំឲ្យយើងបាន W គឺស្មើ 0.3 គុណនឹង10គឺបាន3ញូតនដូចនេះទម្ងន់របស់ដុំឥដ្ឋហ្នឹងគឺ3ញូតនបាទកិច្ចកាប់ផ្ទះបាទណាលីមានម៉ាស់45គីឡូក្រាមគណនាទម្ងន់របស់ណារីអូខេសង្ឃឹមថាបងប្អូនអាចធ្វើលំហាត់នេះបានបាទ
អូខេសម្រាប់មេរៀនសម្ពាធចំណុច 1.1 ឬក៏សូមចប់ត្រឹមប៉ុណ្ណឹងបាទហើយយើងនឹងជួបគ្នានៅវីដេអូបន្តពាក់ព័ន្ធទៅនឹងលំហាត់ឬក៏នឹងមេរៀននៅក្នុងរូបវិទ្យាបាទអរគុណបាយបាយ